មិនដូចមនុស្សមួយចំនួនទេដែលតែងតែនិយាយខុសពីប្រធានបទពួកគេបានអនុវត្តវិធីសាស្ត្រមិនធម្មតាដោយពឹងផ្អែកលើការភ្ជាប់ខ្លួនទៅនឹងសេរីភាពក៏សទទួលបានគិតនាមបន្តិចនិងការយកចិត្តទុកដាក់ដូចជាគ្រូសាហូដែលជាគ្រូសាដែលមានប្រវត្តិរាប់រយឆ្នាំការសង្កត់ធ្ងន់គឺទៅលើពាក្យប្រៀបធៀបនិងមរលមិនមែនជាមនុស្សឆោតល្ងងណាដែលអាចមានជំនាញបែបនេះទេអាចឡើងភ្នំបានញីប្រតិកម្មប្លែកតើអ្នកកំពុងនិយាយអំពីអ្នកណាមនុស្សនោះមិនសមនឹងឈ្មោះរបស់ខ្ញុំទេនាមត្រកូលគឺដាវគួរឲ្យអាណិតណាស់បងស្រីឈីនអ្នកមិនដឹងថាអ្វីល្អសម្រាប់អ្នកទេអាក្រក់បើមិនដូច្នោះទេខ្ញុំអាចនាំអ្នកទៅខួបកំណើតគម្រប់100ឆ្នាំរបស់លោកតាហ្គាហូពិធីជប់លៀងដ៏អស្ចារ្យមួយដើម្បីបង្ហាញពិភពលោកដល់អ្នកតើវីរបុរសពិតប្រាកដជាអ្វីទ្វាតើការតែកំភ្លៀងនរណាម្នាក់ចំមុខមានន័យយ៉ាងណាតើអ្វីទៅជាគ្រួសារវីរភាពនិងមានអំណាចនេះពួកគេមិនដឹងពីរបៀបរត់គេចខ្លួនទេប៉ាឡឺហ៊ីវបើដូច្នោះខ្ញុំនឹងនិយាយជំនួសឪពុកខ្ញុំបានទទួលយកវាហើយបុត្រលើហ៊ូតើនេះជាអ្វីលោកក្រវ័យក្មេងសូមកុំអន្ទះសារអីសូមអភ័យទោសតើឆេនយ៉ាងថេនជានរណាលោកសុភាពបុរសសូមអភ័យទោសតើឆេនយ៉ាងថេនជានរណាលោកសុភាពបុរសចេនយ៉ាងតាន់ខ្ញុំគឺឆេនយ៉ាងថេនអូលោកចេនតាមបញ្ជារបស់លោកគ្រូចាស់ហ៊ូខ្ញុំបានមកទីនេះការអញ្ជើញមកអ្នកលោកតាក្នុងឱកាសខួបកំណើតគម្រប់100ឆ្នាំរបស់លោកតាសូមប្រកាសថាអ្នកទទួលបានជោគជ័យក្នុងការភ្នាល់លើឡង Lai Ying Hen Sheng សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកតាហ៊ួយចំពោះចិត្តសប្បុរសរបស់គាត់ខ្ញុំចេញយ៉ាងពិតជានឹងធ្វើដូច្នេះនៅពេលនោះទៅទីនោះដើម្បីអបអរខួបកំណើតបុរសចំណាស់អស្ចារ្យណាស់ប្រសិនបើបុរសចំណាស់ដឹងឈៀវនឹងសប្បាយចិត្តខ្លាំងបងប្រុសវាមិនស្រួលសម្រាប់ខ្ញុំក្នុងការស្នាក់នៅទៀតទេដូច្នេះខ្ញុំនឹងឈប់នៅទីនេះអត់មានអីទេបុត្រលីហួរមីងហួរមីងគឺជាមនុស្សដែលលោកតាហ៊ូចូលចិត្តបំផុតតើគ្រួសារឈៀវរបស់យើងអាចមានចៅប្រុសបែបនោះដោយរបៀបណាមានការអញ្ជើញទេលោកគ្រូសៀវការអញ្ជើញនេះគឺបុរសចំណាស់បានកំណត់វាជាពិសេសដើម្បីផ្ដល់ឲ្យឆេនរបស់លោកយ៉ាងតានតើគាត់ជានរណាឲ្យប្រកាសវាមិនត្រូវបានគេនិយាយទេតើអ្នកជាអ្នកម៉ាសាមែនទេអ្នកពិតជាមិនអាចវិនិច្ឆ័យសៀវភៅមួយក្បាលដោយគម្រប់របស់វាបានទេសៀវមីងដាត្រូវបានគេវាយដំច្រើនដងមុខរបស់គាត់លើកនេះគាត់ប្រហែលជាពួកគេកាន់តែមានអារម្មណ៍ខ្មាស់អៀនថែមទៀតជាសមាជិកនៃគ្រួសារវូដេងនៅយ៉ាងឆេននៅផ្ទះមិនស្អាតដោយការម៉ាសាទេលោកគ្រូអ្នកពិតជាខឹងខ្លាំងណាស់ចេញយ៉ាងអ្នកពិតជាអស្ចារ្យណាស់សូម្បីតែលោកតាហ៊ូបានមកដោយផ្ទាល់ការអញ្ជើញចេញយ៉ាងតើអ្នកនៅតែមានអាចកំបាំងប៉ុន្មានទៀតអ្នកបានប្រមាថម្ចាស់របស់ខ្ញុំអ្នកសមនឹងទទួលទោសប្រហារជីវិតតោះត្រឡប់ទៅវិញខ្ញុំត្រូវត្រឡប់ទៅប្រាប់ពួកគេអំពីព្រឹត្តិការណ៍នៅយប់នេះលោកតាគ្រូសាហ៊ូពិតជាបានមកដោយផ្ទាល់មែនការផ្ញើការអញ្ជើញទៅអ្នកគឺច្រើនពេកហើយវាធំឡើងហើយដោយវិធីនេះវាវ័យចុះអ្នកទាំងអស់គ្នាវិញយប់នេះអូខ្ញុំយល់ហើយអ្នកអាចត្រឡប់ទៅវិញឥឡូវនេះបានត្រូវប្រយ័ត្ននៅលើផ្លូវយប់នេះត្រូវធ្វើអ្វីពេលនាងយប់នេះយើងដេកជាមួយគ្នាមួយជាមួយគ្នាយើងទាំង3នាក់ដេកជាមួយគ្នាមែនទេនោះនឹងមិនធ្វើទេអ្នកគេងក្នុងបន្ទប់គេងខ្ញុំនឹងគេងលើសាឡុងអូខ្ញុំយល់ហើយអ្នកទាំងពីរស្ថានភាពកណ្ដឹងមិនសូមជូនពរឲ្យមានសំណាងល្អនៅយប់នេះការដាំដុះទ្វេអ្នកចង់មានន័យថាអ្នកចង់ដេកជាមួយនាងមែនទេតើនោះជាអ្វីដែលអ្នកចង់មានន័យថាពីអ្នកគ្រូមែនទេដាំដុះពិតជាពិសេសណាស់ពិសេសអាចពឹងផ្អែកលើភាពបរិសុទ្ធរបស់ខ្ញុំផ្ទាល់ដោយប្រើយ៉ាងថៃជាមគុទេសសូមជួយនាងផងបំបែកនិងដោះស្រាយមេរេឌៀនរបស់រាងកាយទោះជាយ៉ាងណាក៏ដោយខ្យល់ត្រជាក់និងសាមនៅខាងក្នុងដំណើរការទាំងមូលគ្រាន់តែត្រូវការបាតដៃរបស់អ្នកប៉ុណ្ណោះប្រសើរឡើងគួរសមមិនចាំបាច់គេងទេមិនអីទេវាមិនល្អសម្រាប់សុខភាពរបស់អ្នកទេតើវាបង្កគ្រោះថ្នាក់ទេវាមិនបានបង្កគ្រោះថ្នាក់អ្វីទេផ្ទុយទៅវិញវាបានជួយខ្ញុំទម្លុះឧបសគ្គមិនអីទេការធ្វើឲ្យប្រសើរឡើងគឺជាអាទិភាពប៉ុន្តែតើវានឹងចំណាយពេលប៉ុន្មានមិនអីទេខ្ញុំអាចរងចាំអ្នកបានអ្នកច្រណែនហើយខ្ញុំតើខ្ញុំច្រណែននឹងអ្វីបើអ្នកច្រណែនយើងអាចនៅជាមួយគ្នាបានវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេប្រពន្ធអូកុំនិយាយមិនសមហេតុសមផលអីខ្ញុំគ្រាន់តែខ្ញុំមិនចង់នៅជាមួយអ្នកទេឈុនយ៉ាងតើវាពិតជាមិនចាំបាច់ប្រើវាទេសៀវវៃកុំភ័យអីវគ្គបណ្ដុះបណ្ដាល2មានច្រើនប្រភេទយប់នេះវាគ្រាន់តែជាជីពិតដែលចរាចរណ៍មកគុតទេលោកគ្រូអ្នកអាចចាប់ផ្ដើមបាន